សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតថ្ងៃនេះយើងនឹងរៀនពីរបៀបដោះស្រាយសំណួរវិជ្ជាករណ៍ភាសាអង់គ្លេសមួយសំណួរថ្ងៃនេះគឺមកពីផ្នែក A វិជ្ជាករណ៍ Grammar បាទយើងនឹងមើលសំណួរមួយស្វែងយល់ពីវិជ្ជាករណ៍ពិនិត្យចម្លើយទាំង4ហើយរកចម្លើយដែលត្រឹមត្រូវដូច្នេះតោះយើងចាប់ផ្ដើមទាំងអស់គ្នានេះគឺជាសំណួររបស់យើងបាទហើយសំណួររបស់យើងគឺ extensive forest blah 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 abundant wildlife and beautiful waterfalls are among the attractions of Glacier National Park មានចម្លើយ4គឺចម្លើយ A បាទចម្លើយ A it has spectacular mountain scenery. B. The mountain scenery is spectacular. And C. Spectacular mountain scenery. D. And the spectacular scenery of the mountain. មុនពេលជ្រើសរើសចម្លើយក៏មើលតែអត្ថន័យប៉ុណ្ណោះយើងត្រូវពិនិត្យដោយយកចិត្តទុកដាក់ទៅលើរចនាសម្ព័ន្ធវិជ្ជាករណ៍ grammar structure បាទចូលយើងសម្គាល់ផ្នែកសំខាន់អ្នកទាំងអស់គ្នាចូលសម្គាល់ផ្នែកសំខាន់ហើយនៅក្នុងប្រយោគនេះនិយាយថា extensive forest បាទ extensive forest blah 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 abundant wildlife and beautiful waterfalls អូខេអញ្ចឹងនៅក្នុងប្រយោគទាំងនេះតើយើងសង្កេតឃើញអ្វីយើងឃើញថាវាជាបញ្ជីរាយនាម list ទី1 extensive forest ព្រៃឈើដ៏ធំទូលាយទី2ហើយនិងទី3 abundant wildlife សត្វព្រៃដ៏ធំសម្បូរបែបទី4 beautiful waterfalls ទឹកដោះដ៏ស្រស់ទឹកជ្រោះដ៏ស្រស់ស្អាតដូច្នេះពាក្យឬឃ្លាដែលយើងដាក់នៅក្នុងចន្លោះទំនេរគួរតែមានទម្រង់វិជ្ជាករណ៍ដូចគ្នានិងធាតុផ្សេងទៀតនេះហៅថា parallel structure រចនាសម្ព័ន្ធស្របគ្នាចូលចាំម្ដងទៀតថា parallel structure មានន័យថាការប្រើទម្រង់វិជ្ជាករណ៍ដូចគ្នានៅក្នុងការរាយបញ្ជីឧទាហរណ៍ I like apples bananas and oranges ខ្ញុំចូលចិត្តផ្លែប៉ោមចេកនិងក្រូចApples, banana and oranges សុទ្ធតែជានាមយើងមិនគួរនិយាយថា I like apples eating bananas and oranges ទេព្រោះទម្រង់វិជ្ជាករណ៍មិនស្របគ្នាយើងត្រូវរក្សារចនាសម្ព័ន្ធឲ្យស្របគ្នាបាទឥឡូវយើងមកពិនិត្យចម្លើយ A បាទយើងពិនិត្យមើលចម្លើយ A ទាំងអស់គ្នាបាទ It has spectacular mountain scenery បើយើងដាក់ចូលទៅក្នុងប្រយោគនៅក្នុងប្រយោគ extensive forest has spectacular mountain scenery abundant wildlife and beautiful waterfalls តើវាត្រឹមត្រូវទេចម្លើយគឺមិនត្រឹមត្រូវទេហេតុអ្វីព្រោះ it has គឺជាផ្នែកនៃប្រយោគពេញលេញមួយខណៈដែល extensive forest abundant wildlife and beautiful waterfalls គឺជាឃ្លានាម noun phrases ដូច្នេះរចនាសម្ព័ន្ធមិនសមគ្នាបាទអញ្ចឹង A គឺចម្លើយខុសបាទមើលចម្លើយ B ទៀតយើងមើលមួយអ្នកទាំងអស់គ្នាមើលចម្លើយ B The mountain scenery is spectacular បើយើងដាក់នៅក្នុងប្រយោគ extensive forest the mountain scenery is spectacular abundant wildlife and beautiful waterfalls ម្ដងទៀតវាជាប្រយោគមួយដែលមានរចនាសម្ព័ន្ធពេញលេញ The mountain scenery is spectacular មាន subject ស្មើនឹង the mountain scenery verb ស្មើនឹង is adjective ស្មើនឹង spectacular ប៉ុន្តែធាតុផ្សេងទៀតក្នុងបញ្ជីគឺឃ្លានាមដូច្នេះរចនាសម្ព័ន្ធមិនសមស្របគ្នាទេបាទអញ្ចឹងចម្លើយ B នៅតែជាចម្លើយដែលមិនត្រឹមត្រូវឥឡូវយើងមើលចម្លើយ C ចម្លើយ C spectacular mountain scenery បើយើងដាក់វាចូលនៅក្នុងប្រយោគ extensive forest spectacular mountain scenery abundant wildlife and beautiful waterfalls are among the attraction ល្អជាចម្លើយដែលត្រឹមត្រូវបាទឥឡូវយើងមើលរចនាសម្ព័ន្ធ extensive forest ឃ្លានាម
spectacular mountain scenery clear name abandoned wildlife clear name beautiful waterfalls clear name ទាំងអស់មានរចនាសម្ព័ន្ធវេយ្យាករណ៍ដូចគ្នាបាទនេះហើយគេហៅថាជា parallel structure រចនាសម្ព័ន្ធស្របគ្នាដូច្នេះ C គឺជាចម្លើយដែលត្រឹមត្រូវអញ្ចឹងក្រោយយើងមកពិនិត្យ D អញ្ចឹង D មិនត្រឹមត្រូវទេ and spectacular scenery of the mountain បើយើងដាក់វាចូលក្នុងប្រយោគ extensive forest and the spectacular scenery of the mountain abandoned wildlife and beautiful waterfall យើងឃើញថាមាន and មួយរួចហើយនៅក្នុងនៅមុខធាតុចុងក្រោយ abandoned wildlife and beautiful waterfalls ដូច្នេះការដាក់ and មួយទៀតនៅកណ្ដាលបញ្ជីធ្វើឲ្យប្រយោគមិនត្រឹមត្រូវនិងមិនសូវជាល្អប៉ុន្មានទេល្អបាទមិនសូវជាល្អទេលើសពីនេះ spectacular scenery of the mountain គឺមិនសមស្របដូចគ្នា spectacular mountain scenery ដែរបាទដូច្នេះ D គឺជាចម្លើយដែលខុសឥឡូវចូលចាំបច្ចេកទេសសំខាន់មួយសម្រាប់ការប្រឡងនៅពេលអ្នកឃើញប្រយោគដែលមានការរាយបញ្ជី list សូមស្វែងរក parallel structure បាទ She likes reading books watching movie and playing game ទាំង3ប្រើកិរិយាសព្ទបញ្ចប់ដោយ ing ឧទាហរណ៍មួយទៀត He bought a new phone a laptop and a camera ទោះបីជានាម clear ដូច្នេះនៅពេលដែលអ្នកឃើញទម្រង់បែបហ្នឹង A B and C សូមសួរខ្លួនឯងថាតើចន្លោះទំនេរគួរតែមានទម្រង់វេយ្យាករណ៍បែបណាវិធីនេះអាចជួយលុបចោលចម្លើយខុសបានយ៉ាងឆាប់រហ័សអូខេឥឡូវយើងមកពិនិត្យសំណួរម្ដងទៀត extensive forest abandoned wildlife and beautiful waterfall are among the attraction of the Glacier National Park ចម្លើយដែលត្រឹមត្រូវគឺចម្លើយ C spectacular mountain បាទចម្លើយដែលត្រឹមត្រូវគឺចម្លើយ C ដែលជាចម្លើយដែលល្អបំផុតព្រោះប្រយោគនេះមានបញ្ជីនៃគ្រានាម non phrases extensive forest ព្រៃឈើដ៏ធំទូលាយបាទអូខេអញ្ចឹងសម្រាប់វីដេអូនេះនៅពេលសូមវីដេអូនេះមានតែប៉ុណ្ណឹងហើយសូមអរគុណច្រើនសម្រាប់ការទស្សនាបើសិនបើមានមេរៀនវិជ្ជាករណ៍សូម like share និងsubscribe channel របស់ខ្ញុំដើម្បីទទួលបានមេរៀនវិជ្ជាករណ៍ភាសាអង់គ្លេសបន្ថែមទៀតជួបគ្នានៅមេរៀនបន្ទាប់បាយបាយ